អ្នកទាំងអស់គ្នាទេមើលតើព្រះអង្គចេកព្រះអង្គចំជាបដិមាតភេទប្រុសឬក៏ភេទស្រីខ្ញុំជឿជាក់ថាមនុស្សជាច្រើនគិតថាជាភេទប្រុសពីព្រោះឲ្យទៅលើពាក្យថាព្រះអង្គគឺប្រុសហើយមែនអត់តាមពិតព្រះអង្គជាបដិមាតភេទស្រីសោះហើយព្រះអង្គជាបងប្អូននឹងគ្នាហើយអ្នកខ្លះថាព្រះអង្គជាទេពធីតាហើយអ្នកខ្លះទៀតថាព្រះអង្គជាព្រះនាងជ័យទេវីនិងព្រះនាងឥន្ទ្រទេវីដែលជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7រូបសំណាកព្រះអង្គមានទម្ងន់150គីឡូក្រាមអ្នកនរគ្នាលើករួចអត់ប៉ុន្តែមានបុរសម្នាក់គាត់លើកតែដៃម្ខាងទេរួចហើយសូមបញ្ជាក់បន្តិចព្រះអង្គចេកគឺរូបសំណាកធំហើយព្រះអង្គចំគឺរូបសំណាកតូចហើយនេះខ្ញុំនឹងនិទានរឿងព្រះអង្គចេកព្រះអង្គចំឲ្យអ្នកទាំងអស់គ្នាស្ដាប់និងបុរសម្នាក់ដែលលើកព្រះអង្គតែដៃម្ខាងហ្នឹងនៅសម័យអង្គរប្រជាជនទាំងអស់គោរពព្រះអង្គណាស់ព្រោះព្រះអង្គជាមនុស្សស្លូតបូតសុចរិតទាំងត្រង់មេត្តាករុណាហើយគេគោរពរហូតទៅដល់សតវត្សទី16ទៅព្រះបាទច័ន្ទរាជាឲ្យគេសាងសង់រូបព្រះអង្គមកក្រោយមកនៅសម័យសង្គមរាស្ត្រនិយមមានលោកតាម្នាក់ឈ្មោះលោកតាដាបឈួនគាត់នឹងត្រូវបានព្រះបាទនរោត្តមសីហនុតែងតាំងឲ្យធ្វើជាចៅហ្វាយខេត្តសៀមរាបនិងកំពង់ធំហើយតានឹងកាចណាមិនត្រឹមតែកាចទៀតធ្វើបាបប្រជារាស្ត្រណាសំបីក្មេងជិះកង់ប្រឡែងដៃអីគាត់ទៅវាយដៃកង់កាត់ដៃកង់ចោលដែរហើយធ្វើបាបជារាស្ត្រហើយគាត់នឹងទៅប្លន់រូបសំណាកព្រះអង្គចេកព្រះអង្គចំនៅក្នុងកន្លែងអភិរក្សអង្គរទៀតអាពេលតែប្លន់ហ្នឹងតាហ៊ាន 4-5 នាក់បានលើករួចគាត់យករូបបដិមាព្រះអង្គចេកព្រះអង្គចំមកដាក់ផ្ទះគាត់ហើយពេលនោះទៅក៏គាត់គោរពប្រតិបត្តិព្រះអង្គចេកព្រះអង្គចំទៅក៏ព្រះអង្គចេកព្រះអង្គចំឲ្យបារមីឲ្យគាត់ដល់ពេលនោះគាត់មានកម្លាំងខ្លាំងមែនតើរហូតដល់គាត់លើកព្រះអង្គចេកព្រះអង្គចំដៃតែមួយទេហើយលើករួចដោយសារលោកតាដាប់ឈួនណាអាក្រក់ពេកហើយគាត់ចង់ធ្វើគុតព្រះបាទព្រះសីហនុទៀតអញ្ចឹងហើយបានព្រះបាទព្រះសីហនុបញ្ជាឲ្យតាហ៊ានហ្នឹងមកចាប់គាត់ដល់ហើយគាត់រត់ប៉ុន្តែមុនរត់ហ្នឹងគាត់ចង់យកព្រះអង្គចេកព្រះអង្គចំយកទៅតាមគាត់ដែរដល់ពេលគាត់ទៅលើកព្រះអង្គចេកព្រះអង្គចំហ្នឹងណាលើកលែងរួចដោយសារព្រះអង្គចេកព្រះអង្គចំដឹងថាលោកតាដាប់ឈួនហ្នឹងក្បត់ស្ដាច់អញ្ចឹងទៅគាត់លែងផ្ដល់បារមីឲ្យលោកតាដាប់ឈួនហ្នឹងទៀតហើយrồiលោកតាដាប់ឈួនហ្នឹងក៏រត់ចូលទៅក្នុងព្រៃអង្គររត់ចូលទៅដល់ហ្នឹងក៏តាហ៊ានដេញតាមរហូតដល់ហ្នឹងបាញ់សម្លាប់នៅក្នុងព្រៃអង្គរនោះឯងតែមកនៅសម័យខ្មែរក្រហមទាហានខ្មែរក្រហមបានយករូបសំណាករបស់ព្រះអង្គទៅទម្លាក់ចោលនៅក្នុងស្ទឹងសៀមរាបនេះឯងដល់ហើយតាហ៊ានទាំងអស់ហ្នឹងស្លាប់ទាំងអស់ដោយសារតែបារមីរបស់ព្រះអង្គមកកាច់ក្រោយពីសម័យខ្មែរក្រហមមកបានគេរកឃើញរូបព្រះអង្គវិញហើយក៏បានយកទៅដាក់ក្នុងកន្លែងទីសក្ការៈដូចនៅសពថ្ងៃបែបនេះហើយខ្ញុំដឹងរឿងហ្នឹងដោយសារខ្ញុំអានសភៅរបស់បងប្រុសហែមសោភ័ណ្ឌដែលជាមគ្គុទ្ទេសក៍ទេសចរហើយខ្ញុំនិទានរឿងនេះចេញពីបរិយាទេសចរ